សួស្តីវីដេអូនេះគឺជាការសម្ដែងរឿង anime មួយដែលចេញកាលពីឆ្នាំ2000ហើយនេះគឺ Vampire Hunter D Bloodlust សាច់រឿងចាប់ផ្ដើមមកនិយាយអំពីយុគសម័យមួយនៅពេលអនាគតពួកបិសាចយុឈាមជាអ្នកគ្រប់គ្រងនាពេលរាត្រីប៉ុន្តែចំនួនពួក Vampire ទាំងនោះបានថយចុះគឺដោយសារតែចំនួនលុយដ៏ច្រើនដោះដូរនៃការសម្លាប់ពួក Vampire ទាំងនោះដែលធ្វើឲ្យអ្នកប្រមាញ់បិសាចមានការកើនឡើងផងដែរនៅក្នុងនោះគឺមានបរិយាម្នាក់មិនដូចទៅនឹង Bounty Hunter ដទៃនោះទេគេគឺជា Dunpil ដែលមានឈាមជាមនុស្សពាក់កណ្ដាលនិង Vampire ពាក់កណ្ដាលភាពស្ងប់ស្ងាត់ការធ្វើដំណើរទៅឯងការបំពេញភារកិច្ចនៅក្នុងសមរភូមិគាត់ទៅឯងធ្វើឲ្យសត្រូវទាំងអស់មានភាពភ័យខ្លាចអ្នកណាក៏ដឹងឮពីកិត្តិនាមដ៏អស្ចារ្យរបស់ Dunpil ដែលជា Vampire Hunter ម្នាក់នោះដែរហើយបុរសម្នាក់នោះមានឈ្មោះថា Dដោយហេតុតែកាលពីយមសមិញកូនស្រីរបស់អ្នកអភិជនបានបាត់ខ្លួនដោយឃើញរទេះសិស្សរបស់បិសាចយុឈាមឈ្មោះថា Marling បានចាប់ខ្លួននាងនិងថែមទាំងបានសម្លាប់មនុស្សដែលដេញតាមពីក្រោយទៀតផងហេតុនេះបានជាឪពុកនិងបងប្រុសរបស់នាងបានជួយអ្នកប្រមាញ់បិសាចឲ្យទៅតាមយកនាងមកវិញហើយ Vampire Hunter ដែលត្រូវបានហៅមកនោះគឺជា D និយាយថាតើមកពេលនេះនាងអាចនឹងខ្លាចទៅជាបិសាចយុឈាមបាត់ទៅហើយឪពុកនាងក៏ថាបើដូច្នេះចូល D សម្លាប់នាងចុះពីព្រោះអ្វីដែលគាត់ចង់បាននោះគឺឲ្យកូនស្រីគាត់រួចផុតពីជោគវាសនាដ៏អាក្រក់មួយនេះតែប៉ុណ្ណោះ D ក៏ចេញទៅបំពេញភារកិច្ចដែលមានតម្លៃ$20 លានតែ D មិនមែនជាមនុស្សតែម្នាក់ទេតែត្រូវបានគេជួលឲ្យមកបំពេញការងារមួយនេះគឺមានបងប្អូនត្រកូល Marcus មួយទៀតដែលមានសមាជិក5នាក់ដូចជា Borgos Marcus, No Marcus, Kyle Marcus, Dalla Marcus និង Grow Marcus ហើយលោកនឹងបានទៅលើអ្នកដែលបំពេញភារកិច្ចនេះមុនគេអំឡុងពេលធ្វើដំណើរពួក Vampire មួយភូមិបានវាយប្រហារហើយបងប្អូនត្រកូល Marcus បានសម្លាប់ពួកវាគ្មានសល់នៅពេលនោះដែរ Borgos បានលើសម្លេងដានជើងសេះក៏បានបាញ់មួយព្រួញតាមពិតនោះគឺជា D ដែលមានគោលដៅតែមួយ Borgos នៅពេលយ៉ាងណាយបាននិយាយណែនាំខ្លួនហើយសួរនាំឈ្មោះ D មិននិយាយអ្វីច្រើនប្រាប់ឈ្មោះខ្លួនហើយក៏បោះសេះចេញទៅបាត់គ្រាន់តែឮឈ្មោះនេះភ្លាម Borgos ដឹងតែម្ដងថាបរិមម្នាក់នោះគឺជា Vampire Hunter ដ៏ខ្លាំងអស្ចារ្យម្នាក់ស្រាប់តែពេលនោះឡាឡាបានលួចទៅតាមពីក្រោយស្អែកឡើង D បានធ្វើដំណើរមកដល់វាលខ្សាច់មួយ D បានប្រើជំនួយការរបស់ខ្លួន Wizard ដែលមាននៅបាតដៃខាងឆ្វេងរបស់គេនៅពេលដែល Steve Song និងដានរទេះសេះរបស់ Marling ក៏ដឹងថាគេទើបតែចេញពីទីនេះ6ម៉ោងមុនហើយព្រះអាទិត្យរះខ្ពស់បែបនេះប្រកាសជាមិនអាចធ្វើដំណើរទៅមុខបាននោះទេគ្រានោះ Wizard ក៏ដឹងថាមានសត្វអ្វីយ៉ាងកំពុងឆ្លងកាត់ពីក្រោមដីនៃវាលខ្សាច់ដ៏ធំមួយនេះស្រាប់តែពេលនោះពពួកសត្វបបាល់ខ្សាច់ Samanthus រាប់រយក្បាលកំពុងបកកាត់តែស្ទះដល់ការធ្វើដំណើរសមត្ថភាពរបស់ Wizard ដែលមានអាយុ10000ឆ្នាំជាងនេះមិនត្រឹមតែជាអ្នកផ្ដល់ព័ត៌មានតែប៉ុណ្ណោះនោះទេគឺមានសមត្ថភាពពិសេសអស្ចារ្យជាច្រើនទៀត Wizard ក៏ប្រាប់ឲ្យ D រកផ្លូវផ្សេងទៀតពីព្រោះផ្លូវខាងមុខគឺវាគ្រោះថ្នាក់ខ្លាំងប៉ុន្តែបញ្ហានេះវាមិនមែនជារឿងធំដុំចំពោះ Vampire Hunter ដ៏មានស្នាដៃដូចជា D នោះទេ D ក៏ឡើងសេះជិះហក់ជាន់ឆ្លងលើពួក Samanthus ទាំងនោះនិងធ្វើដំណើរទៅមុខបន្តបន្ទាប់មកក៏ធ្វើដំណើរមកដល់កន្លែងដែល Marling លាក់ខ្លួនពីពន្លឺរួចផុតពីការបាញ់ laser ការពារ D បានឲ្យ Wizard សង្កេតមើលស្ថានភាពស្រាប់តែពេលនោះឡាឡាដែលជិះតាមពីក្រោយបានដកកណ្ដុងកាភ្លើងសម្ដៅទៅកន្លែងលាក់ខ្លួននោះស្របពេលតែមួយព្រះអាទិត្យក៏រៀបលិចក៏ជាពេលដែលរទេះរបស់ Marling ត្រូវធ្វើដំណើរបន្តតែឡាឃើញឱកាសក៏បាញ់មួយគ្រាប់តែ Marling បានប្រើស្លាបដ៏មាំរបស់ខ្លួនរងគ្រាប់នោះកំទេចកំទីគ្រាប់បានខ្ទាតចំស្មារបស់ឡៃឡាបណ្ដាលនាងមានរបួស D ក៏លោតឡើងលើរទេះសេះនោះអ្នកទាំងពីរបានជួបគ្នា Marling មិនដឹងទេថាបរិយាដែលឈរពីមុខខ្លួននេះជានរណាប៉ុន្តែបន្ទាប់ពីដោះដូរដៃគ្នាបានបន្តិចក៏ដឹងតែម្ដងថាបរិយាម្នាក់នេះគឺជា D Vampire Hunter ដ៏ខ្លាំងពូកែម្នាក់ហើយក៏និយាយណែនាំឈ្មោះខ្លួន D និយាយថាយើងក៏ធ្លាប់ដឹងឮពីឈ្មោះឯងដូចគ្នាដើម្បីថាឯងមិនដែលខាំជញ្ជក់ឈាមមនុស្សនោះទេតែយើងគិតថាវាគ្រាន់តែជារឿងខ្លាំងខ្លាយតែប៉ុណ្ណោះពលគឺមនុស្សមួយភូមិដែលបានខ្លាចជាបិសាចជញ្ជក់ឈាមនោះគឺជាទង្វើរបស់ Marling ពួកគេប្រយុទ្ធគ្នាបន្ត D បំរុងនឹងវត្តមួយដែរស្រាប់តែពេលនោះ Charlotte បានស្រែកហៅឈ្មោះ Marling ដែលធ្វើឲ្យ D ផាំងចិត្តបន្តិចដែលមិនប្រកាសថាវាគឺជាការចាប់ខ្លួនឬក៏យ៉ាងណាឱកាសល្អ Marling បានវាយ D បណ្ដាលឲ្យគេធ្លាក់ពីលើរទេះពេលត្រឡប់ទៅយកសេះ D បានឃើញឡាឡាដេកនៅនឹងដីជាមួយនឹងរបួស Wizard ប្រាប់ឲ្យ D ទុកឲ្យនាងស្លាប់នៅនឹងទៅបើនាងនៅរស់ប្រកាសជានាំបញ្ហាជាមិនខាន D រៀបនឹងចាក់ចេញស្រាប់តែពេលនោះឡៃឡាបានរវើរវាយហៅម្ដាយរបស់ខ្លួន D មិនដាច់ចិត្តក៏បានជួយរំសម្អាតរបួសខាត់ឈាមឲ្យនាងពេលនោះនាងក៏បានដឹងខ្លួនដោយឃើញរបួសខ្លួនត្រូវបានរំនាងក៏សួរលោកឯងបានប៉ះពាល់ខ្លះ D តបថាខ្ញុំបានយកកំទេចកំទីចេញពីរបួសនិងសម្អាតវាតែប៉ុណ្្នឹងទេ
មុនចេញទៅឌីបាននិយាយថាអ្នកដែលស្រែកហៅម្ដាយខ្លួនពេលជិតស្លាប់គឺមិនស័ក្តិសមធ្វើជា Hunter នោះទេមកដល់ក្នុងឡានវិញក្របានចាប់អារម្មណ៍ឃើញបងរំរបួសរបស់នាងក៏ដឹងថាឌីជាអ្នករំក្រមិនពេញចិត្តនឹងរឿងនេះទេតែឡាសូមឲ្យក្រកុំឲ្យប្រាប់រឿងនេះដល់អ្នកផ្សេងធ្វើដំណើរបានមួយសន្ទុះក៏បានឃើញរទេះសេះនោះកំពុងឈប់មួយកន្លែងឡានៅក្នុងឡានជាមួយក្រចំណែកឯណូបានចូលទៅបើកមុខបូកហ្វនិងខាល់ចាំមើលពីក្រោយវាគ្រាន់តែជាការបោកបញ្ឆោតតែប៉ុណ្ណោះពេលនោះសម្លេងសើចបានបន្លឺឡើងហើយវានិយាយថាមិនដឹងជាពួកឯងខ្លាចឬក៏ល្ងងនោះទេបានជាមកដល់ទីនេះគ្មានអ្វីដែលខ្មៅងឹតនិងមានធម៌ពលដូចទៅនឹងវេទមន្តរបស់ពួកបាបរយនោះទេហើយអ្នកដែលនិយាយនោះគឺជាសមាជិកម្នាក់នៃពួកបិសាចបាបរយដែលមានរូបរាងសមត្ថភាពនិងមន្តអាគមចម្លែកនៅពេលនោះវាស្រាប់តែផុសឡើងចេញពីទីងងឹតនិងបានយកអាវុធចាក់ស្រមោលរបស់ណូលបានបន្តិចឈាមជាច្រើនបានចេញពីមាត់របស់គេហើយពេលចុងក្រោយរបស់ណូលគឺឲ្យប្រយ័ត្ននឹងស្រមោលត្រឡប់ទៅកាន់ឌីវិញបានធ្វើដំណើរទៅកាន់សម្បុករបស់ពួកបាបរយតែម្ដងពីព្រោះទម្លាប់របស់ពួក Vampire ឲ្យតែពេល Hunter អ្នកប្រមាញ់តាមទាន់កន្ទុយរបស់វាគឺពួកវាតែជួលពួកបាបរយឲ្យមកការពារហើយការជួលឲ្យពួកបាបរយឲ្យមកការពារការធ្វើដំណើររបស់ Marling គឺជាការរៀបចំរបស់ Camilla ពេលឌីមកដល់គឺវាហូបពេលបាត់ទៅហើយបិសាចដែលខ្លាំងជាងគេ3នាក់ប្រចាំបាបរយបានឈរចាំការពារ Marling បាត់ទៅហើយទោះបីជាឌីមានលុយច្រើនយ៉ាងណាក៏ដោយក៏មិនអាចបង្វិលក្បាលពួកវាឲ្យមកនៅក្រោមការបញ្ជារបស់ឌីបានដែរគឺដោយសារបន្ទាប់ពីស្ដេចបិសាចជយុឈាមបានជួលពួកបាបរយកាលពីរាប់លានឆ្នាំមុនចាប់តាំងពីពេលនោះមកពួកបាបរយមានភាពស្មោះត្រង់ទៅលើ Vampire រហូតមកដល់ពេលបច្ចុប្បន្ន Elder ដែលមានវ័យចំណាស់ជាងគេនៃពួកបាបរយនិយាយថាឌីនឹងត្រូវស្លាប់ក្នុងពេលបន្តិចទៀតនេះហើយទោះបីជាឯងមានធ្វើដៃខ្លាំងប៉ុណ្ណាក៏ដោយក៏ឯងមិនអាចយកឈ្នះពួកយើងបានដែរឌីក៏ប្រមានថាខ្ញុំនឹងសម្លាប់គ្នារបស់អ្នកអស់ជាច្រើនមុនពេលដែលខ្ញុំត្រូវបានសម្លាប់មិនតែប៉ុណ្ណោះគេឈ្មោះបាបរយនឹងត្រូវអាប់អោនដែលប្រើឲ្យគ្នាអ្នកទាំងអស់រួចគ្នាសម្លាប់ Hunter តែម្នាក់ Elder តទៅវិញបាបរយដោយពួកយើងមិនខ្វល់ពីគេឈ្មោះស្អីនឹងនោះទេនៅខាងក្រៅនេះវិញបងប្អូនទាំង Marcus បានខ្លោមើលពីចម្ងាយដើម្បីសង្សឹកឲ្យ Noel Borgoff បានយកឆ្នាំយ៉ាងចាក់ចូលខ្លួនក្រនៅខាងក្នុងវិញភាពនឹងសម្លាប់គ្នាហើយពេលនោះមានពន្លឺអ្វីយ៉ាងកំពុងហោះសម្ដៅមកនោះគឺក្រក្នុងទម្រង់ជាប្រឡឹងបានប្រើវេទមន្តបានសម្លាប់លើពួកបាល់រយទាំងនោះប្រទេសរបស់ Marling ក៏បានបកទៅមុខក្របានបាយមកបាញ់ឌីតែឌីគេចផុតហើយដាក់មួយដាវក្រក៏ត្រសត់បាត់ទៅឌីបន្តជិះតាមប្រទេសនោះពីក្រោយបេងហ្គេបានយករណាត់របស់ខ្លួនbằngមុខឌីនិងទាញធ្លាក់ទៅលើជ្រោះឌីបានតង់ថ្មជាប់តែនៅមិនទាន់ចប់នោះទេក្រណាត់របស់វាបានធ្វើឲ្យឌីជាប់មួយកន្លែងមិនអាចចម្រើខ្លួនរួចប៉ុន្តែវីសឺតដែលមានលើបាតដៃខាងឆ្វេងរបស់ឌីបានស្រូបយកមន្តអាគមរំដោះខ្លួនចេញពីអន្ទាក់មួយនេះចំណែកឯបងប្អូនរបស់ Marcus អំឡុងពេលតាមពីក្រោយ Caroline បានតាមពីក្រោមឡានបំលែងខ្លួនទៅជាលោហៈនិងចាក់ទៅក្នុងឡានពេញនឹងតែម្ដងឡានក៏រលាប់ជាសំណាងល្អដែលគ្មានអ្នករបួសតែភាពវឹកវរនៅមិនទាន់ចប់នោះទេ Borgoff រាប់ឲ្យ Kyle ឈរស្ងៀមនៅពេលដែលវាអាចក្បាលមកបំរុងនឹងចាក់ Kyle Borgoff បានបាញ់ត្រូវមួយគ្រាប់វាក៏បំលាក់ខ្លួនរត់ឡើងលើ Kyle ក៏មើលកាំបិតបេងហ្គេក៏រយះខ្លួនស្លាប់បាត់ទៅស្ងាត់ស្ថានភាព Borgoff ជួសជុលឡានដែលឡាននិង Kyle ចូលភូមិរកទិញសាំងគ្រានោះដែរឌីដែលគ្មានសេះបានដើរទាំងដៅថ្ងៃត្រង់ទៅរកទិញសេះពីអ្នកភូមិលីសឺបានប្រាប់ឌីប្រយ័ត្នឈឺស្លាប់ដោយសារពន្លឺព្រះអាទិត្យបើស្លាប់តែឯងទៅនេះគឺដោយសារទោះបីជាឌីមិនអាចរលាយខ្លួនស្លាប់ដោយពួក Vampire មែនតែមិនបានន័យថាឌីអាចទទួលរងពន្លឺព្រះអាទិត្យដោយគ្មានបញ្ហាដោយទៅនឹងមនុស្សធម្មតានោះទេឡៃឡាមើលឃើញឌីពីចម្ងាយបានប្រាប់ឲ្យខាលយកសាំងទៅមុនព្រោះនាងមានកម្រងអ្វីម្យ៉ាងនាងបានទៅបានមួយកន្លែងមេប៉ូលីសដែលឃើញមនុស្សផ្លាច់មុខថែមទាំងមានកំភ្លើងជាប់ខ្លួនទៀតក៏ទៅសួរនាំក្នុងឱកាសនោះនាងបានទូប៉ាត់ប្រាប់ថាមានដើមភៀលនៅក្នុងភូមិឌីដែលតែងសេះពីលោកតាហើយមិនទាន់នឹងបានឡើងជីផងមេប៉ូលីសនោះបានមកដល់ប្រាប់ឲ្យឌីយកលុយគេទៅវិញនិងបដិញ្ញចេញពីភូមិពេលនោះលោកតាថាសេះយើងនឹងចង់លក់ឲ្យអ្នកណាក៏បានមេប៉ូលីសក៏តបវិញថានៅក្នុងភូមិមានច្បាប់គឺមិនអនុញ្ញាតឲ្យដានភៀលឬ Vampire ចូលមកនោះទេលោកតាក៏និយាយប្រាប់ពីរឿងមួយដែលការនោះមិនទាន់មានច្បាប់នេះនោះទេមានពេលមួយក្មេងៗ10នាក់ត្រូវបានពួក Vampire ចាប់ខ្លួនអ្នកភូមិបានចូលលើគ្នាហៅ Vampire Hunter មួយរូបគេម្នាក់នោះបានសម្លាប់ពួក Vampire ជួយសង្គ្រោះក្មេងទាំង10នាក់នោះតែដោយសារតែគេម្នាក់នោះមានឈាមជា Vampire ពាក់កណ្ដាលគ្មានអ្នកភូមិណា
អរគុណគាត់នោះទេថែមទាំងបន្ទែងគាត់ចេញពីភូមិទៀតផងពេលនោះលោកតាបានយកកំភ្លើងដែលគាត់កែច្នៃមកភ្ជង់មេប៉ូលីសនោះហើយប្រាប់ឲ្យឌីឡើងជិះសេះចេញទៅគាត់ធ្វើបែបនេះគឺដោយសារលោកតាគឺជាម្នាក់នៅក្នុងចំណោមក្មេងទាំង10នាក់នោះហើយថាក៏មិនដែលភ្លេចពីបរិះដែលបានជួយសង្គ្រោះគាត់ពេលនោះទេមួកធំត្រដាងបន្តឹងនៅនឹងទ្រង់ដាវពីក្រោយខ្នងនិងផ្ទៃមុខដ៏ស្រស់ស្អាតមិនបានផ្លាស់ប្ដូរសូម្បីតែបន្តិចប៉ុន្តែបរិះម្នាក់នោះគឺជាឌីមុននឹងឌីចេញទៅលោកតាក៏បាននិយាយទៅកាន់ឌីថាអរគុណចំណែកឪពុកបិសាចបាននៅសេះឈប់សម្រាកCharlotte ក៏បានចុះពីលើរទេះក៏គន់ទស្សនភាពក្នុងពន្លឺព្រះអាទិត្យគ្រានោះឌីបានមកដល់ Charlotte បានដឹងថាគេមកចាប់ខ្លួនទៅវិញក៏និយាយថានាងសុខចិត្តស្លាប់ជាជាងនឹងត្រឡប់ទៅវិញពីព្រោះនាងបានលងស្រឡាញ់ Marling ដែលជា vampire នោះបាត់ទៅហើយដែលនៅទីនោះដូចគ្នាបានចាប់នាងយកតែម្ដងនៅគម្រាមបាញ់ឌីបើសិនបើគេព្យាយាមមកដណ្ដើមពួកបិសាចបាបរយបានមកដល់និងនាំយក Charlotte ទៅវិញឌីក៏តាមរមាញ់ Caroline ដែលហេតុតែឌីនៅក្រោមពន្លឺព្រះអាទិត្យយូរពេកក៏មានអាការៈមិនសូវស្រួលតែយ៉ាងណាក៏ដោយបន្ទាប់ពីកិច្ចពីការវាយប្រហាររបស់ Caroline ឌីបានវាយឆ្មាក់ពីខាងលើនិងកាត់ក្បាលរបស់នាងបន្ទាប់ពីនេះដើម្បីឲ្យកម្ដៅក្នុងខ្លួនមកធ្លាក់ចុះឌីព្យាយាមជីកដីដើម្បីកប់ខ្លួនអំឡុងពេលជីកឌីបានដួលសន្លប់ដែលក៏បានឃើញដែលហេតុតែឌីធ្លាប់ជួយជីវិតរបស់ខ្លួននាងក៏បានជួយយកដីកប់ពីលើខ្លួនរបស់ឌីរហូតដល់រសៀលផ្ទៃមេឃអង្ហិតនិងមានផ្គររន្ទះមេឃក៏ចាប់ផ្ដើមភ្លៀងឡៃឡាក៏នៅច្រកភ្លៀងនៅទីនោះសិនបានបន្តិចឌីបានភ្ញាក់ឡើងអ្នកទាំងពីរបាននិយាយគ្នាហើយក៏ដឹងពីមូលហេតុដែលឡៃឡាចូលធ្វើជាអ្នកប្រមាញ់បិសាចជាមួយនឹង Demarcus គឺព្រោះតែគំនុំដែលមានពេលមួយពេលនាងនៅក្មេងម្ដាយរបស់ឡៃឡាត្រូវបានពួក vampire ចាប់យកទៅឪពុកនាងក៏បានដេញតាមហើយត្រូវបានពួកវាសម្លាប់ប៉ុន្មានខែក្រោយមកម្ដាយរបស់នាងបានត្រឡប់មកវិញតែម្ដាយឡៃឡាបានខ្លាចទៅជាបិសាចជជែកឈាមបាត់ទៅហើយនាងបានឃើញម្ដាយរបស់ខ្លួនត្រូវបានដុតសម្លាប់នៅនឹងភ្នែកហើយនាងថាគំនុំរបស់នាងមកលើពួក vampire នឹងនៅជាប់ខ្លួននាងរហូតដល់ថ្ងៃនាងស្លាប់និយាយដល់ចំណុចនេះនាងប្រាថ្នាថាពេលនាងស្លាប់សង្ឃឹមថាមាននរណាម្នាក់នឹងយកផ្កាមកជូននាងឌីលឺដូច្នេះក៏សន្យាថាដរាបណាខ្លួននៅរស់ឌីនឹងយកផ្កាឲ្យនាងនៅពេលដែលថ្ងៃនោះមកដល់កាត់មក Marling និង Charlotte បានធ្វើដំណើរមកដល់ស្ពានមួយផុតពីស្ពាននេះទៅពួកគេនឹងមកដល់ប្រាសាទរបស់ Camilla គឺ Castle Orchide នៅទីនោះមានរ៉ុកែតដែលធ្វើឲ្យក្តីស្រមៃអ្នកទាំងពីរខ្លាចជាការពិតពួកគេនឹងហោះទៅទីក្រុងដែលគ្មានពន្លឺហើយទីនោះគឺ The Legendary City of Night and Star បងប្អូនតកូល Marcus បានស្ទាក់កណ្ដាលស្ពានហើយបង្កប់ក្រកបែកគម្រាមមកផ្ទុះសម្លាប់អ្នករាល់គ្នាអំឡុងពេលចាប់ទាញ Charlotte ចេញពីរទេះ Hashira បានរើបំរាស់និងត្រូវបានបាញ់ធ្លាក់ពីលើស្ពានពេលនោះ Marling ស៊ូទ្រាំនឹងពន្លឺព្រះអាទិត្យចុះពីលើរទេះព្យាយាមយក Charlotte មកវិញនាងក៏បានទៅអោប Marling Kyle ដែលគិតថាទោះបីជានាងស្លាប់ក៏នៅតែបានថ្លៃឈ្នួលក៏បំរុងសម្លាប់អ្នកទាំងពីរយកតែម្ដង Mashira ដែលមិនទាន់ស្លាប់បានរដោះគ្រាប់បែកពីលើស្ពានសម្រាប់ Kyle និងធ្វើឲ្យ Barkov អស់ភ្នែកម្ខាងទៀតពួកគេបន្តធ្វើដំណើរចិត្តទៅដល់ប្រាសាទ Mashira បានស្ដាប់ឮសម្រាប់ជើងសេះរបស់ D ក៏ចេញទៅរារាំងចំពោះ Mashira ការប្រយុទ្ធតទល់ជាមួយនឹង D ដែលជា Vampire Hunter ដែលមានកិត្តិនាមល្បីល្បាញបែបនេះគឺជាកិត្តិយសដ៏ធំមួយមុននឹងខ្លួនស្លាប់ Mashira បានប្រាប់ឈ្មោះ Camilla ដែលជាអ្នកជួបខ្លួនឲ្យមកការពារទៅកាន់ D អំឡុងពេលធ្វើដំណើរបន្តVisa បាននិយាយប្រាប់ D ពីប្រាសាទ The Castle Orchide គឺអំឡុងពេលជាង 5000 ឆ្នាំមុន Camilla ដើម្បីតែសម្រស់នឹងភាពក្មេងយំវ័យបានប្រើឈាមមនុស្សអស់ជាច្រើនអ្នកស្ដេចនៃបិសាចជជែកឈាមមិនពេញចិត្តនឹងទង្វើដ៏ខុសខើរបស់ Camilla នោះទេក៏បានយកដៃចាក់នាងសៀលជាប់មួយកន្លែងដែលធ្វើឲ្យប្រលឹងនាងនៅវល់ក្នុងប្រាសាទនោះដែលសពថ្ងៃគេថាប្រាសាទនោះគឺមានម្ដុំសានៅឯប្រាសាទពួកគេក៏បានមកដល់អ្នកទាំងពីរត្រូវបានទទួលយ៉ាងកក់ក្ដៅពី Camilla និងរៀបចំខ្លួនត្រៀមឡើងយានបន្តធ្វើដំណើរទៅគោលដៅចុងក្រោយពេលនោះ Barkov និង Layla បានមកដល់ក្នុងប្រាសាទព្រមទាំង D ដូចគ្នាពួកគេក៏បានធ្លាក់ទៅក្នុងការបំភាន់ភ្នែកតែបានឃើញនៅភាពភ័យខ្លាចនិងការឈឺចាប់របស់ខ្លួន D បានឃើញម្ដាយរបស់ខ្លួននៅក្នុងថ្លុកឈាមដែលឡាឃើញខ្លួនឯងដែលទើបនឹងបាត់បង់ឪពុកម្ដាយ Barkov បានឃើញបងប្អូនខ្លួនដែលទើបនឹងស្លាប់ D មានស្មារតីល្អបានបំបីការបំផន់ផ្នែកនេះនិងថែមទាំងបានជួយឡៃឡាកិច្ចជាពីគ្រោះថ្នាក់ទៀតផងស្រាប់តែពេលនោះ Barkov បានមកដល់ក៏ចាប់ឡៃឡាគំរាមឲ្យ D ទម្លាក់ដាវចុះគឺ Barkov បានធ្លាក់ក្នុងអន្ទាក់និងត្រូវបានប្រែខ្លួនខ្លាចទៅជាបិសាចជជែកឈាមបាត់ទៅហើយពេលនេះដែរក្រូដែលបានយកសារ៉ាំងមកចាក់លើខ្លួនឯងបានហោះមកសម្រាប់ Barkov ដើម្បីជួយសង្គ្រោះឡៃឡាដែលមានខ្លួនប្រាណទន់ខ្សោយនិងមិនអាចទ្រាំទ្រជាថ្នាំបានក្រូក៏បានដាច់ខ្យល់ស្លាប់នៅក្នុងឡានតែម្នាក់ឯង Marling ក៏ត្រូវបានបំភាន់ផ្នែកដូចគ្នានិងបានត្រូវមួយពូថៅធ្វើឲ្យមានរបួសដៃទាំងនេះវាគឺជាអន្ទាក់របស់ Camilla
ខាមេឡាធ្វើអ្វីៗគ្រប់យ៉ាងដូចជាជួយឲ្យពួកបោរយការពារម៉ាលីងនិងឆាឡុតធ្វើដំណើរមកទីនេះគឺដើម្បីឲ្យខ្លួនឯងមានជីវិតរស់ឡើងវិញដោយប្រាជាមនុស្សរបស់ឆាឡុតនាងបន្លំថាជាម៉ាលីងនិងខាំកឆាឡុតជាងនាងបានហូរចូលសាកសពរបស់ខាមេឡានិងប្រែទៅជាមានសាច់ឈាមបន្តិចម្ដងអំឡុងពេលដំណើរការនៃការមានជីវិតមកវិញរបស់ខាមេឡាឌីបានតូនឹងប្រលឹងរបស់នាងហើយថាឌីបានក្បត់នឹងដូនតារបស់ខ្លួនដែលសម្លាប់ Vampire និងនិយាយមាក់ងាយមកលើមនុស្សជាតិនិងឌីដូចគ្នាដោយទទួលរងនៅការប្រមាថបែបនេះដោយក្តីកំហឹងឌីបានបញ្ចេញឥទ្ធិពលដ៏មហាសាលហក់ទៅចាក់ខាមេឡានិងប្រើឲ្យវិស័យស្រូបយកប្រលឹងនាងបាត់ជារៀងរហូតរបួសរបស់ម៉ាលីងបានព្យាបាលមកវិញនិងប្រញាប់ទៅសង្គ្រោះឆាឡុតនាងបានបាត់បង់ឈាមជាច្រើនអំឡុងពេលនាងសន្លប់នាងថានាងបានយកសុបិនឃើញពួកគេទាំងពីរទៅដល់ទីក្រុងគ្មានពលឺដែលជាបំណងប្រាថ្នារបស់ពួកគេតែម៉ាលីងបាននិយាយបញ្ជាក់ទៅកាន់ឆាឡុតថាវាមិនត្រឹមតែជាសុបិនតែប៉ុណ្ណោះទេពួកយើងនឹងទៅរស់នៅទីនោះជាមួយគ្នាតែពីរនាក់ឆាឡុតបានស្ដាប់ឮហើយនាងក៏បានអស់ដង្ហើមនៅពេលនោះទៅម៉ាលីងបានបីនាងបំរុងនឹងឡើងយានស្រាប់តែពេលនោះឌីបានមកដល់ដើម្បីបញ្ចប់ភារកិច្ចរបស់ខ្លួនពួកគេទាំងពីរបានបើកការប្រយុទ្ធគ្នាជាលើកចុងក្រោយអំឡុងពេលនោះឡាឡាដែលអាចចាត់នៅអ្វីដែលបានបាត់បង់ដោយសារតែទំនាក់ទំនងស្នេហានៅទាំងពីរនាងក៏បានដោះចិញ្ចៀនរបស់ឆាឡុតគប់ទៅនឹងដីគ្រានោះឌីមានឱកាសចាក់ទម្លុះបេះដូងបញ្ចប់ជីវិតរបស់ម៉ាលីងតែឌីមិនបានធ្វើវានោះទេព្រោះអ្វីដែលឌីត្រូវការនោះគឺផុសតាងដែលបញ្ជាក់ថាឌីបានបំពេញភារកិច្ចរបស់ខ្លួនតែប៉ុណ្ណោះឌីបានរកជាជានោះនឹងដើរចេញព្រមទាំងឡាយដូចគ្នាទោះបីជាឆាឡុតបានបាត់បង់ជីវិតក៏ពិតមែនតែទំនាក់ទំនងស្នេហាដ៏ជ្រាលជ្រៅរបស់អ្នកទាំងពីរដោយក្តីស្រឡាញ់និងបំណងប្រាថ្នារបស់ពួកគេម៉ាលីងបាននាំនាងឡើងយានធ្វើដំណើរទៅទីក្រុងនៃរាត្រីនិងវងតារាទៅកន្លែងដែលគ្មានមនុស្សរស់នៅកន្លែងដែលគ្មានការរារាំងពីអ្នកដទៃកន្លែងដែលមានតែពួកគេតែពីរនាក់កន្លងផុតអស់ជាច្រើនឆ្នាំនៅភូមិតូចមួយឃើញមានក្រុមមនុស្សកំពុងធ្វើពិធីបុណ្យសពមានផ្កាជាច្រើនតោងនៅទីនោះដូចគ្នានៅក្នុងចំណោមមនុស្សទាំងនោះមានក្មេងស្រីម្នាក់សក់ពណ៌តុងដែងនិងមានភ្នែកពណ៌ខៀវមូលក្រឡំនាងតូចបានក្រឡេកឃើញបុរសម្នាក់សម្លឹងមកពីចម្ងាយក្រោមដើមឈើនៃវាលស្មៅដ៏ធំល្វឹងល្វើយដោយឃើញផាន់ភាកដោយទៅនឹងបុរសម្នាក់ដែលលោកយាយខ្លួនធ្លាប់ប្រាប់នាងតូចក៏បានរត់ទៅនិយាយរាក់ទាក់ហៅបុរសម្នាក់នោះមកលេងផ្ទះហើយថាឪពុកនាងតូចប្រកាសជារីករាយដែលបានជួបឌីតែឌីមកទីនេះគឺដើម្បីតែគោរពពាក្យសន្យារបស់ខ្លួនដែលមានចំពោះឡាឡាតែប៉ុណ្ណោះដែលនឹងយកផ្កាមកឲ្យនាងពេលនាងស្លាប់ពោលគឺពិធីបុណ្យសពនេះគឺជារបស់ឡាឡាដែលត្រូវជាលោកយាយរបស់នាងតូចម្នាក់នោះនាងតូចបានអរគុណឌីដែលបានមកដោយភាពស្មោះត្រង់និងចេញវិចិត្រឌីដែលឃើញថានៅទីនោះមានផ្កាជាច្រើនរួចទៅហើយឌីក៏បង្ហាញស្នាមញញឹមរបស់ខ្លួនទៅកាន់នាងតូចរួចចេញបន្តដំណើរក្នុងនាមជា Vampire Hunter របស់ខ្លួនបន្តទៀតសាច់រឿងក៏បានដល់ទីបញ្ចប់ Vampire Hunter D Bloodlust គឺជារឿងមួយដែលខ្ញុំចូលចិត្តខ្លាំងសាច់រឿងសម្បូរកន្លែងប្រកបនៃដែលមានតួអង្គនិងពិភពដ៏គួរឲ្យចាប់អារម្មណ៍អាចលើកក្នុងរឿងនឹងវិញមើលទៅគឺវា detail ហើយស្អាតខ្លាំងអញ្ចឹងវីដេអូក៏បានដល់ទីបញ្ចប់ហើយជួបគ្នានៅវីដេអូក្រោយ Subscribe